បាទជំរាបសួរសម្រាប់បងប្អូនដៃថ្មីដែលមិនទាន់ចេះផុសវីដេអូខ្លីនិងវីដេអូវែងណាអាចមកទស្សនាវីដេអូរបស់ខ្ញុំបានខ្ញុំនឹងបង្រៀនបងប្អូនរបៀបផុសវីដេអូខ្លីនិងវីដេអូវែងហើយយើងចូលទៅព្រួតពិនិត្យទៅតើរូបភាពឬក៏វីដេអូរបស់យើងឬដែលយើងផុសចេញណាមានជាប់បញ្ហា flag ដែរអត់ដើម្បីកុំឲ្យខាតពេលយូរកុំភ្លេចមកទស្សនាវីដេអូខ្ញុំទាំងអស់គ្នាបាទជាបន្ទាប់ហ្នឹងយើងត្រូវចូលនៅក្នុង Facebook របស់យើងសិនបងប្អូនយើងចូលក្នុង Facebook របស់យើងហើយយើងចូលទៅក្នុង page បងប្អូនយើងចូលកន្លែងត្រេ3នេះមកហើយយើងចុចកន្លែងសញ្ញាព្រួយចុះក្រោមនេះមកបងប្អូនចុចដើម្បីជ្រើសរើស page របស់យើងអញ្ចឹងណាហើយសម្រាប់យើងចង់ផុសថាយើងមាន page ច្រើនចង់ផុសនៅ page មួយណាឧទាហរណ៍ខ្ញុំចង់ផុសនៅ page នេះយើងចុចលើ page ហ្នឹងមកបងប្អូនយើងចុចចឹងហើយឥឡូវសម្រាប់វីដេអូហើយ page វាអត់ដូចគ្នាទេបងប្អូនក្នុងការផុសវាវីដេអូខ្លីយើងផុសផ្សេងវីដេអូវិញយើងផុសផ្សេងអញ្ចឹងបងប្អូនជាស្រ័យចាំតិចបងប្អូនហ្នឹងហើយចាំបន្តិចណាអញ្ចឹងបើយើងចង់ផុសវីដេអូវែងយើងចូលកន្លែងនេះរូបថតនេះអាចកន្លែងរូបថតនេះយើងអាចផុសវីដេអូវែងវីដេអូខ្លីបានបងប្អូនយើងអាចផុសទាំងវីដេអូវែងនិងវីដេអូខ្លីអញ្ចឹងឥឡូវយើងជ្រើសរើសវីដេអូវែងតើវីដេអូទំហំខ្នាតប៉ុណ្ណាបងប្អូនអញ្ចឹងវីដេអូវែងចាប់ពី1នាទីឡើងទៅបងប្អូននេះយើងចុចកន្លែងនេះមកហ្នឹងយើងគេហៅថាវីដេអូវែងហើយយើង save caption មកយើងថាយើងចង់ដាក់ពីអីអញ្ចឹងណាអញ្ចឹងខ្ញុំចង់សេថាផ្កាអញ្ចឹងបងប្អូនយើងដាក់ caption ទៅមានភាពតាក់ទាញអញ្ចឹងបងប្អូនហើយយើងចុច next មកហើយយើងផុសវាហើយយើងចុច start មកបងប្អូនហ្នឹងហើយយើងរងចាំវាបន្តិចទៅវាកំពុងដើរអញ្ចឹងចំពោះវីដេអូវិញវីដេអូសម្រាប់ចាប់ពី1នាទីឡើងទៅបងប្អូនសម្រាប់ចាប់វីដេអូចាប់ពី1នាទីឡើងទៅហើយយើងកំពុងអាប់ផុសវីដេអូខ្លីណាហើយយើងទុកឲ្យវាចប់សិនទៅវាដើរពេញតិចបងប្អូនដើម្បីកុំឲ្យខាតពេលយូរឥឡូវខ្ញុំបង្ហាញវីដេអូខ្លីមួយទៀតគេហៅថាខ្លីវីដេអូចាប់ពីក្រោម1នាទីទៅបងប្អូនអញ្ចឹងវីដេអូក្រោម1នាទីយើងចូលកន្លែងពាក្យ reel នេះបងប្អូនយើងចុចលើ reel នេះមកឬក៏មួយទៀតយើងអាចចូលលើ profile យើងនេះក៏បានយើងចូល profile របស់យើងបើយើងអត់ឃើញរៀននៅខាងមុខហ្នឹងអញ្ចឹងបងប្អូននេះយើងអាច scroll មកកន្លែងនេះមកយើងឃើញពាក្យរៀននៅខាងនេះដែរបងប្អូនកន្លែងរៀនហ្នឹងបងប្អូនហើយយើងជ្រើសរើសវីដេអូក្រោម1នាទីយើងមកផុសណាបងប្អូនណាយើងចុចវីដេអូក្រោម1នាទីចុចកន្លែងនេះមកវីដេអូមកក្រោម1នាទីចង់មានន័យថាវីដេអូជម្រាបក្រោម1នាទីគេហៅវីដេអូខ្លីហើយអញ្ចឹងយើង save caption មកយើង save caption មកបងប្អូនជាស្រ័យសុំទោសចុចយកវីដេអូផ្កានេះទេហ្នឹងហើយយើងចុច next មកហើយយើងវាយចំណងជើងមកយើងវាយចំណងជើងមកវាមកបងប្អូនបាទយើងចង់ដាក់ចំណងជើងអីយើងដាក់តាមហ្នឹងមកតាម caption របស់យើងអញ្ចឹងបងប្អូនហើយយើងចុចពាក្យ share now នេះមកហើយជាការស្រេចហើយបន្ទាប់ពីយើងផុសចឹងរួចរាល់ហើយរយៈពេល5នាទីទៅ10នាទីបងប្អូនចូលទៅឆែកវាបងប្អូនចូលឆែកចូលលេខព្រេត3នេះមកដើម្បីយើងឆែកតើវីដេអូរបស់យើងហ្នឹងផុសជាប់អត់ពេលខ្លះវីដេអូយើង original មែនប៉ុន្តែយើងអាចផុសជាប់បងប្អូនដោយសារយើងសេចំណងជើងទៅវាអាចប៉ះពាល់ណាយើងក្នុងការសរសេរ caption ក៏វាអាចប៉ះពាល់ដែរទោះបីវីដេអូយើង original ក៏ដោយបងប្អូនអញ្ចឹងយើងចុចកន្លែង professional dashboard នេះមកដើម្បីយើងឆែកតើ page របស់យើងវាមានបញ្ហាផុសជាប់ flag ដែរអត់ពេលយើងសេចំណងជើងខុសឬអីអញ្ចឹងបងប្អូនហើយក៏វីដេអូយើងមានបញ្ហាអាចប្រកបដីណាមួយអញ្ចឹងយើងចូលកន្លែងកែយឹតនេះមកបន្ទាប់ពីយើងចូលកន្លែងកែយឹតនេះហើយបងប្អូនចូលពាក្យ CMOL បើខ្ញុំអត់បានចុចខាងលើយើងចុច CMOL សិនមកណាបងប្អូន CR ច្រឡំ CR យើង scroll មកយើង scroll យកពាក្យនេះ page recommendation យើងចុចលើវាមកបងប្អូនហើយយើង scroll មកតើវាមានជាប់អីបើវីដេអូបងប្អូនផុសឬក៏រូបភាពអីវិញបងប្អូនផុសជាប់ប្រកបដីធម្មតាមានបញ្ហាត្រង់ណាមួយបងប្អូនចូលមកកន្លែងហ្នឹងវាឃើញដាក់ឲ្យមានសញ្ញាខៀវគេនេះវាដាក់ថាយើងផុសជាប់វីដេអូមួយណាអញ្ចឹងហើយអញ្ចឹងបើវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណដែលតាមដានវីដេអូខ្ញុំរហូតដល់ចប់ជម្រាបលា